រឿងនេះគឺខ្ញុំទទួលបានពីហៀគាត់ឈ្មោះហៀតែខ្ញុំមិនដឹងឈ្មោះគាត់ពិតអត់ទេណាតែ account Facebook របស់គាត់ឈ្មោះហៀគាត់ប្រាប់រឿងរ៉ាវមកកាន់ page កំណត់ហេតុខ្មោចដែលនិយាយអំពីរឿងការដែលយាមសពគេថាគាត់ជាអ្នកដែលរស់ស៊ីក្នុងការគេជួលក្នុងការមើលថែឬក៏កដោសពយើងនិយាយយកកដោសពណារឿងកដោសពអញ្ចឹងរឿងហ្នឹងគឺចេះបងប្អូនរឿងហ្នឹងអូនហៀខ្ញុំហៅគាត់ប្រូហៀគាត់បានប្រាប់រឿងរ៉ាវមកកាន់ page កំណត់ហេតុខ្មោចដោយគាត់មិនមែនជាអ្នកជួបទេតែគាត់ឮពីគេដែរទេគាត់ឮពីគេដែរទេអ្នកដែលប្រាប់រឿងខ្ញុំហ្នឹងគាត់ឈ្មោះហៀតែអ្នកដែលជួបរឿងហ្នឹងគាត់ឈ្មោះភេទហ្នឹងឯងគាត់អ្នកឈ្មោះភេទអ្នកដែលជួបរឿងហ្នឹងមិននៅតាណាឆ្ងាយទេភេទគឺជាអ្នកដែលរស់នៅខាងម្ដុំផ្លូវជាតិលេខ3គាត់ជាអ្នកដែលរស់នៅម្ដុំផ្លូវជាតិលេខ3ម្ដុំវត្តចលងមលូណាវត្តចលងមលូគាត់អ្នករស់នៅខាងនោះភ័ក្រគឺគាត់ជាមនុស្សម្នាក់ដែលគាត់រស់ស៊ីក្នុងការនេះខ្ញុំមិនដឹងថាខ្ញុំគួរហៅគាត់ភ័ក្រឬក៏ខ្ញុំហៅគាត់បងហ្នឹងអធិស្ឋានណាបើសិនជាគាត់ឮរឿងរបស់គាត់សុំទោសមែនណារឿងហ្នឹងចាប់ផ្ដើមពីដំបូងចេះភ័ក្រប្រូភ័ក្រគឺគាត់ជាអ្នកដែរស៊ីឈ្នួលក្នុងការកដោសពគេឲ្យតែផ្ទះអ្នកណាគេមានបុណ្យពិធីក្នុងការបន់សពគាត់តែងតែទៅកដោគេទៅចូលរួមមួយគេអ្នកខ្លះមានអ្នកខ្លះគេដឹងពីការងាររបស់គាត់ក៏គេបានហៅគាត់ទៅកដោសពដែរហ្នឹងណាទៅកដោសពដូចគ្នាអញ្ចឹងភ័ក្រចង់ឃើញថាភ័ក្រគឺគាត់ធ្លាប់កដោសពច្រើនមកហើយគាត់ធ្លាប់ជួបរឿងក៏ច្រើនដែរអញ្ចឹងគាត់ក៏បានចែករំលែករឿងមួយទៅកាន់មិត្តភ័ក្តិរបស់គាត់ហើយមិត្តភ័ក្តិរបស់គាត់ក៏បាននិយាយប្រាប់មកកាន់ប្រូហៀដែលគាត់មកទៅប្រាប់ខ្ញុំតគាត់បានចែករំលែករឿងមួយកាលដែលគាត់ជួបអំឡុងពេលដែលគាត់កដោសពតែនឹងចាគាត់បានទៅកដោសពមួយសពនឹងជាអ្នកដែលនៅអ្នកដែលនៅខាងខេត្តហ្នឹងឯងរួចទៅគេក៏បានពឹងឲ្យគាត់នឹងជួយកដោសពឲ្យគេហើយទាំងដែលគាត់អត់បានឃើញមុខសពហ្នឹងទេថាសពហ្នឹងមុខយ៉ាងម៉េចអាយុប្រមាណនឹងឈ្មោះអីគាត់អត់បានដឹងទេគាត់គ្រាន់តែដឹងត្រឹមថាសពហ្នឹងគឺជាសពមនុស្សប្រុសគាត់ដឹងត្រឹមថាសពហ្នឹងសពជាមនុស្សប្រុសទេព្រោះសពហ្នឹងគេបានគ្របកន្លត់សក់ហើយពេលវេលាដែលគាត់បានទៅដល់ទីតាំងនៅកន្លែងតែបូជាសពនៅដល់ទីតាំងកន្លែងដែលដំកល់សពហ្នឹងមិនមែនធ្វើបន់នៅផ្ទះទៀតសពហ្នឹងអាចបានធ្វើបន់នៅផ្ទះទេហ្នឹងហើយយល់ទេសពហ្នឹងគឺធ្វើបន់នៅវត្តហ្នឹងហើយគាត់បានត្រឹមដឹងថាសពហ្នឹងមិនមែនស្លាប់ដោយសារតែជំងឺអីទេសពហ្នឹងគឺស្លាប់ដោយសារតែណាដោយសារតែក្លាប់ឡានហ្នឹងហើយគាត់ក្លាប់ឡានរួចទៅភ័ក្រគាត់បានទៅដល់ទីតាំងនៅកន្លែងបន់សពនៅក្នុងវត្តមួយដែលនៅជាក្រុងនឹងដែរទេនៅបណ្ដាខេត្តជាប់ក្រុងខ្ញុំនិយាយចេះនិយាយអស់ទៅនេះរួចមកនេះពេលដែលគាត់ទៅដល់លបាក់នៅខ្ទង់ម៉ោង8យប់ហើយតែគាត់ទៅដល់កន្លែងហ្នឹងនៅពេលដែលគាត់ទៅដល់នៅកន្លែងហ្នឹងនៅម៉ោង8យប់នៅក្នុងទស្សនវិជ្ជាមួយគ្រប់គ្នាដែលនៅក្នុងរោងបន់ទាំងអស់មានចាស់មានក្មេងតែគ្រប់គ្នាដូចជាអត់សូវនិយាយរកគ្នាប្រហែលទេគាត់ក៏មិនដឹងថាប្រហែលជាគេកំពុងកើតទុកអញ្ចឹងបើជាគាត់មិនសួរនាំច្រើនគាត់ទៅដល់ភ្លាមគាត់អង្គុយនៅលើតុកន្លែងដែលគេញ៉ាំបបរសពបបរបន់នៅពេលគាត់អង្គុយញ៉ាំគ្នាគាត់ដែលទៅហ្នឹងដែលគេបានហៅគាត់ទៅហ្នឹងអ្នកដែលហៅហ្នឹងក៏ដើរមកនិយាយជាមួយគាត់គាត់ថាយប់ហ្នឹងបងអនឯងគេងកដោសពនឹងផងហ្នឹងហើយដោយសារអីបងប្អូនសាច់ញាតិរបស់សពហ្នឹងអ្នកខ្លះគេទៅផ្ទះគេទៅគេងនៅផ្ទះអញ្ចឹងបានន័យថានៅកន្លែងសពហ្នឹងគាត់ត្រូវដេកយាមសពនៅកន្លែងហ្នឹងដោយគ្នារបស់គាត់មានគ្នាតែ2នាក់ឯងគាត់មានតែ2នាក់មិត្តភក្តិគាត់ទេហើយ2នាក់មិត្តភក្តិហ្នឹងមិត្តភក្តិហ្នឹងមិនមែនជាអ្នកដែលយាមសពទេគឺគាត់គ្រាន់តែហៅមកបានគ្នាយល់ទេអញ្ចឹងនៅពេលចន្លោះម៉ោងស្មានហ្នឹងមនុស្សនៅមាននៅឡើយមនុស្សអត់ទាន់បាត់ទៅណាហ្នឹងហើយតែយូរបន្តិចទៅមនុស្សគេទៅផ្ទះខ្លះបូករួមទាំងអ្នកខ្លះទៀតគេទៅវយរបស់អស់អញ្ចឹងនៅកន្លែងពិធីបន់សពហ្នឹង
មានគ្នាត្រឹមតែ7នាក់ឯងដែលនៅកន្លែងពិធីបន់សពហ្នឹងមានគ្នាតែ7នាក់ឯងគឺម្ចាស់បុណ្យម្ចាស់កម្មវិធីបុណ្យហ្នឹង4នាក់គាត់2នាក់6និងលោកអាចារ្យនៅវត្តហ្នឹង7នាក់មានគ្នាតែ7នាក់ឯងដែលនៅកន្លែងហ្នឹងដែលនៅក្នុងពិធីបន់សពមួយហ្នឹងបន្ទាប់មកធម្មតានៅក្នុងពិធីបន់សពពួកគាត់ជាអ្នកយាមសពគាត់តែតែផឹកមកកំប៉ុង2កំប៉ុង3កំប៉ុងគាត់តែតែផឹកកណ្ដោសពតែគាត់មិនមែនផឹកយូរសវឹកទេគាត់ក៏ផឹកលេងជាមួយនឹងបងប្អូនសព2នាក់ហើយនឹងមិត្តភក្តិគាត់ដែលអង្គុយផឹកទីជុំនេះហើយម៉ែខ្ញុំខ្លាចមីផេត្រូសិតតែខ្លាចស្អាតមមណាស់ឡាយម្ដងអញនិយាយមែនសឹងតែចាប់ចូលខំឲ្យអស់ទៅបកាយនេះមើលឈុតក្រោយខ្នងហ្នឹងនេះលោកជំទាវពេត្រូមើលខ្នងហងទៅកម្មវិធីនឹងសុំយកទៅយកពៀនអូខេតែខ្ញុំនិយាយតអំឡុងពេលហ្នឹងគេទៅអស់អញ្ចឹងពួកគាត់ក៏ផឹកស៊ីនឹងហេតុបងប្អូនរបស់សពហ្នឹងគេនៅដុតកដាស់មុខកន្លែងដែលដាក់តម្កល់សពដល់ពេលតែគាត់ផឹកស៊ីរៀងជ្រេម៉ោងយប់បន្តិចហ្នឹងហើយវិច័យដំនេះអូនដាច់ភ្លើងនៅក្នុងពិធីបន់សពមួយទាំងមូលដាច់ភ្លើងក្រឹបលងឹតសូនឆឹងនៅតែភ្លើងទៀនភ្លើងឈានដែលនៅមុខមឈូសហ្នឹងហើយនៅកន្លែងអត់កដាស់ហើយដែលភ្លើងនៅកន្លែងគាត់លងឹតនិយាយរូបដាច់មកវត្តដាច់ភ្លើងមកវត្តតែមិនដឹងថាដាច់មកវត្តហ្នឹងគឺក៏អត់ឬក៏វាដាច់ដោយកន្លែងខ្ញុំមិនដឹងទេឡើយសុំនិយាយត្រឹមថានៅក្នុងវត្តនៅក្នុងពិធីបន់មួយនេះដាច់ភ្លើងមែនដល់តែពេលគាត់ដាច់ភ្លើងគាត់ហ្នឹងក៏ជួយទៅសួរអាចារ្យសួរអីថាដាច់ភ្លើងដាច់អីចឹងគាត់ក៏និយាយថាប្រហែលជាដាច់ភ្លើងរួចមកគាត់នោះក៏ដើរទៅកន្លែងមឈូសហេតុផលដែលគាត់ដើរទៅដោយសារអីដោយសារតែគាត់ខ្លាចបងប្អូននៃសពនឹងខ្លាចអញ្ចឹងគាត់ទៅធ្វើជាអង្គុយលេងជាមួយនឹងអ្នកហ្នឹងបងប្អូននៃសពអ្នកនោះគេអត់កណ្ដាស់ទៅគាត់នោះក៏ទៅជែកនិយាយពីនេះនិយាយពីនោះដើម្បីកុំឲ្យបងប្អូនអ្នកនៅនឹងគេខ្លាចយល់ទេកុំឲ្យគេខ្លាចស្រាប់តែគាត់ហ្នឹងកំពុងអង្គុយនិយាយលេងភ្លើងអត់តន់មកវិញណាអ្នកខ្លះលោកអាចារ្យគាត់ក៏អុជទៀនហ្នឹងយកទៅដាក់នៅលើតុកន្លែងញ៉ាំអីណាកន្លែងញ៉ាំបបរហ្នឹងដល់ពេលដែលគាត់អុជហ្នឹងលោកអាចារ្យក៏ពាក់អាវសណាស្ដាប់ឲ្យតន់ណាលោកអាចារ្យក៏ពាក់អាវសនៅក្នុងពិធីបុណ្យទាំងអស់នេះគឺពាក់អាវសទាំងអស់គ្នាត្រូវទេលោកអាចារ្យដើរទៅអុជរួចគាត់ក៏ទៅជែកលេងក៏គាត់ប្រទះឃើញអីមួយគាត់បានប្រទះឃើញមួយនៅកន្លែងហ្នឹងមានតុញ៉ាំបបរមានតុដែលញ៉ាំបបរដែលទទួលភ្ញៀវហ្នឹងតុមានប្រហែលជា4ទៅ5តុហ្នឹងហើយ4ទៅ5តុដែលនៅកន្លែងហ្នឹងគាត់នោះក៏កលេសទៅឃើញណាអ្វីដែលគាត់ឃើញនៅពេលហ្នឹងគឺមិនមែនតុគាត់ទេហ្នឹងហើយមិនមែនឃើញនៅតុដែលគាត់អង្គុយណាគឺម្ដងតុហ្នឹងមួយគាត់ឃើញមនុស្សអង្គុយនៅលើតុមនុស្សនោះអង្គុយដូចជាមនុស្សមកចូលរួមបន់សពហ្នឹងចឹងហ្នឹងហើយពេលអាវសកបើកត្រង់អាគេហៅកបត់គាត់ឃើញមនុស្សនឹងអង្គុយនៅលើហ្នឹងដោយសារតែវាល្ងិតពេកមើលអត់ឃើញមុខអ្នកហ្នឹងហើយក៏មិនដឹងថាអ្នកហ្នឹងជាអ្នកណាគាត់ហ្នឹងក៏អត់បាននិយាយអីដែរគាត់បានត្រឹមតែឃើញមនុស្សអង្គុយនៅក្នុងពិធីបន់សពមួយហ្នឹងហើយអង្គុយតែឯងទៀតអង្គុយតែម្នាក់ឯងគាត់ហ្នឹងក៏និយាយលេងជាមួយនឹងបងប្អូនសត្វហ្នឹងហើយដល់តែពេលភ្លើងមកវិញបាត់មនុស្សហ្នឹងពេលភ្លើងមកវិញណាគ្រាន់តែភ្លើងលោតឌីសង់ទ័រលោតភ្លឺមកវិញមនុស្សដែលគាត់បានឃើញអង្គុយនៅកន្លែងតុមិនបាត់ឆឹងបាត់មនុស្សហ្នឹងបាត់ដែរដល់ពេលបាត់មនុស្សហ្នឹងបាត់គាត់នឹងចាប់ផ្ដើមចម្លែកចិត្តគាត់ចាប់ផ្ដើមមានអារម្មណ៍មួយសង្ស័យថាអ្វីដែលគាត់បានឃើញមិនមែនជាមនុស្សទេណាហ្នឹងហើយរួចមកគាត់ក៏អង្គុយបន្តនិយាយលេងជាមួយនឹងម្ចាស់បុណ្យបងប្អូននៃសពហ្នឹងរួចគាត់ក៏ឆ្លៀតសួរថាចែកត្រូវមិនជាមួយនឹងសពហ្នឹងជាមួយគាត់នឹងត្រូវមិនបងប្អូនសពក៏និយាយថាគាត់ត្រូវជាបងគេក្នុងតកូលមួយហ្នឹងគាត់បងគេអាយុ41ឆ្នាំហ្នឹងហើយអាយុ41ឆ្នាំហើយទៅគាត់ស្លាប់ដោយសារតែក្លាប់ឡានទៅវាបត់ក្លាប់ឡានឡើងកពិតអញ្ចឹងទៅកគាត់បត់កាត់មកក្រួយហូនសពរបៀបកាត់ក្បាលនឹងមកក្រោយហ្នឹងហើយដល់ពេលអញ្ចឹងគាត់ក៏ដឹងចាប់ផ្ដើមដឹងគាត់ឮនិយាយថាអាយុ41ឆ្នាំគាត់ក៏មើលអាទិដ្ឋភាពដែលគាត់បានឃើញមិញគាត់ថាអ្វីដែលគាត់ឃើញមិញហ្នឹងល្បាក់អាយុនឹងអត់
ចឹងណានឹងលបាក់អាយុនឹងអត់គាត់ក៏អត់និយាយអីគេដែរដល់តែពេលភ្លើងមកគាត់ទៅអង្គុយផឹកវិញគាត់ធ្វើធម្មតាដែលមានរឿងអីកើតឡើងគាត់ធ្វើដូចជាអត់មានរឿងអីកើតឡើងចឹងគាត់ក៏និយាយលេងជាមួយលោកអាចារ្យអីចឹងទៅលោកអាចារ្យគាត់ថាគាត់លោកវិសម្រានគាត់ក៏ទៅសម្រានតែគាត់មិនទៅសម្រានឆ្ងាយគាត់សម្រានចិត្តនឹងទេអញ្ចឹងមាននៅសល់តែប្រហែលនេះស្រាប់តែប្រហែលខ្ទង់ម៉ោង1យប់ម៉ោង1យប់ហ្នឹងបងប្អូនរបស់សពហ្នឹងសាច់ញាតិរបស់សពហ្នឹងជិះម៉ូតូមកយកបង្អែមមកឲ្យយកបង្អែមមកឲ្យក៏ឃើញផឹកអង្គុយផឹកជុំគ្នាទៅក៏ដាក់ទៅអង្គុយជុំគ្នាដល់ពេលក៏ដាក់អង្គុយជុំគ្នាគាត់នឹងនិយាយប្រុសប្រាជ្ញនិយាយពីនេះនិយាយពីនោះជាមួយគ្នាឲ្យរួចស្រាប់ថាបងប្អូនសពហ្នឹងគាត់និយាយចេះព្រឺសម្បល់ខ្នងគាត់និយាយចឹងណាអ្នកដែលយកបង្អែមមកឲ្យនៅកន្លែងពិធីបុណ្យសពហ្នឹងត្រូវប្អូនរបស់គាត់បងប្អូនរបស់សពអញ្ចឹងគាត់នឹងក៏និយាយថាព្រឺសម្បល់ខ្នងព្រឺសម្បល់ម៉េះគាត់និយាយចឹងណាដល់ពេលចឹងទៅគាត់នឹងក៏មើលមុខភ័ក្រហ្នឹងក៏គាត់មើលមុខបងប្អូនម្ចាស់សពហ្នឹងហើយអ្វីដែលសំខាន់ហ្នឹងណានឹងអ្វីសំខាន់គឺបងប្អូនសពហ្នឹងគាត់ទាញកៅអីដែលគាត់ឃើញគេអង្គុយគាត់ទាញកៅអីហ្នឹងយកមកអង្គុយយល់អត់ដល់ពេលអញ្ចឹងគាត់អត់ទាន់និយាយរហូតតែដល់ព្រឹកឡើងគាត់បានកន្លងសពឲ្យរួចព្រឹកឡើងបងប្អូនសពហ្នឹងគេមកម៉ោង5ភ្លឺម៉ោង5ទៀតភ្លឺគេមកហើយគាត់ក៏ភ្ញាក់នឹងគេនឹងឯងដែរទៅគាត់ហ្នឹងក៏បងប្អូនមើលបងប្អូនសពគេអីចឹងណាគាត់មិនមែនត្រឹមតែនឹងឯងគាត់មិនមែនត្រឹមតែឈាមសពទេគាត់ក៏លក្ខណៈដូចថាចាំលើកមឈូសលើកអីដែរចឹងណាអើយម៉ាលីណាសុំតិចទាំងអស់គ្នាសុំពេលតិចខ្ញុំសុំពេលបន្តិចខ្ញុំសុំពេលម្នាក់នេះបន្តិចចាំខ្ញុំតបជាមួយម៉ាលីណាតាមតិចទៀតខ្ញុំតបជាមួយដល់ពេលចិត្តគាត់នឹងព្រឹកឡើងបងប្អូនសពអីគេមកធ្វើពិធីបុណ្យសពអីអស់អីចឹងទៅគាត់ក៏លក្ខណៈដូចថាចាំលើកសពលើកអីទៅគេលោគេឲ្យលុយចាយអីទៀតចឹងណាហ្នឹងហើយដល់តែពេលចឹងព្រឹកឡើងបានគាត់ឃើញរូបស៊ុំរូបថតរបស់អ្នកហ្នឹងហើយអញ្ចឹងបានន័យថាមុនហ្នឹងគេអត់បានយកស៊ុំរូបថតមកហើយគេអត់បានយករូបថតរបស់សពមកហើយក៏ព្រឹកឡើងម៉ោង5ហ្នឹងបានគេយករូបថតរបស់សពហ្នឹងមកដល់អាកម្រងផ្កាដាក់ស៊ុំរូបថតអ្នកស្លាប់យកមកដល់យកហ្នឹងក៏តាមមើលរូបហ្នឹងអីអត់អស់ចិត្តទេគាត់ចេះទៅចេះដូចអត់គាត់ចេះចង់សួរមិនថាដូចនឹងអ្វីដែលគាត់ឃើញយកមិញអត់ថាឃើញវិញ្ញាណមួយហ្នឹងអង្គុយនៅលើតុហ្នឹងម្នាក់ឯងហ្នឹងអត់ដូចអ្វីដែលគាត់ឃើញអត់ដល់ពេលអញ្ចឹងអូនឯងយល់ថារហូតតតែចាប់ពិធីបូជាសពហ្នឹងនៅពេលដែលចាប់ពិធីបូជាសពគាត់នឹងក៏រៀបចេញមកវិញគេឲ្យលុយឲ្យអីហើយគាត់ក៏រៀបចេញមកវិញតែមុននៅពេលដែលគាត់រៀបចេញមកវិញគាត់ឃើញម្ដងទៀតហើយឃើញពេលព្រឹកបូជាសពម៉ោង10ម៉ោង10ព្រឹកតំណតែចាប់ពិធីចាប់ឲ្យវាចូលម៉ោង12ថ្ងៃត្រង់ហើយហ្នឹងដល់ពេលចឹងទៅអូនឯងយល់ថាគាត់ណាមុននឹងចេញមកវិញគាត់ឃើញម្ដងទៀតអ្វីដែលគាត់ឃើញពេលហ្នឹងគាត់ច្បាស់ 100% ថាគាត់ឃើញយប់មិញគឺជាបេក្ខអ្នកដែលស្លាប់នឹងហ្មងអ្វីដែលគាត់បានឃើញមនុស្សដែលអង្គុយនៅក្នុងរោងយប់មិញហ្នឹងណាគឺជាបេក្ខមួយដែលស្លាប់ហ្នឹងឯងដោយសារអីគាត់ឃើញខ្មោចនឹងអង្គុយអោបក្បាលជង្គង់នៅចិត្តសវិហារកន្លែងដាក់តម្កល់សពហ្នឹងនៅក្នុងវិហារហ្នឹងណាខ្ញុំស្គាល់កន្លែងហ្នឹងគេហៅអីដែរនឹងកន្លែងហ្នឹងឃើញមនុស្សពាក់អាវសស្អីរួចហ្នឹងហើយអង្គុយយំតែអត់នានាអូនអង្គុយយំតែមានជើងនេះឃើញនៅថ្ងៃត្រង់អូនឃើញអាចត្រឹមមកកណាត់ជើងចុះក្រោមអត់ឃើញធម្មតាមនុស្សអង្គុយដូចថាអង្គុយអញ្ចឹងទៅតម្លាក់ជើងដាក់ដៃតម្លាក់ជើងដាក់ដៃអោបអញ្ចឹងណាអង្គុយអញ្ចឹងអង្គុយអោបក្បាលជង្គង់អញ្ចឹងតែមកកណាត់ជើងនេះអត់ឃើញទេអូនទាំងថ្ងៃត្រង់ហ្មងគឺអត់ឃើញជើងមនុស្សហ្នឹងទេអញ្ចឹងបានគាត់និយាយថាចាប្រាប់មិត្តភក្តិគាត់ថាយប់មិញឯងឃើញថ្មោចនឹងយប់មិញអង្គុយក្នុងរោងបនយប់ហ្នឹងយប់មិញហ្នឹង
គាត់និយាយថាយកមិញខ្មោចនឹងអង្គុយក្នុងរោងបននេះដោយសារគាត់បានឃើញហើយឥឡូវមិញក៏គាត់បានឃើញហើយខ្មោចនឹងអង្គុយយូរពេលដែលគេបូជាសពហើយនៅពេលអំឡុងពេលដែលគេបូជាសពនឹងហើយដល់ពេលចឹងទៅហើយយល់ថាគាត់ទៅដល់ផ្ទះវិញពេលដែលអំឡុងពេលដែលគាត់កំពុងតែជួបហ្នឹងហើយអំឡុងពេលដែលគាត់ជួបគាត់អត់ទាន់ខ្លាចហើយគាត់អត់ទាន់ភ័យគាត់អត់ទាន់មានរឿងអីកើតឡើងនេះនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់ក៏ដេកម៉ោង4គាត់អស់កម្លាំងម៉ោង4ល្ងាចគាត់ក៏សម្រានមកភាំងគាត់គេងមកភាំងនៅពេលដែលគាត់គេងហ្នឹងគាត់ងើបមកវិញគាត់ចាប់ផ្ដើមឈឺខ្លួនគាត់ចាប់ផ្ដើមទ្រាំហើយគាត់ចាប់ផ្ដើមឈឺកដូចរបៀបចាស់គេថាថ្លោះខ្នើយយើងដេកទៅវាក្រិចកគេហៅថ្លោះខ្នើយគាត់ងើបមកគាត់ថ្លោះកចឹងទៅហ្នឹងហើយគាត់ចាប់ផ្ដើមមានអារម្មណ៍មួយថាគាត់ព្រឺល្ងាក្តៅតិចក្តៅជាក់ព្រឺល្ងារៀងដូចរបៀបយើងចាញ់ច្រាក់ដល់ពេលយប់ឡើងណាកន្លែងហ្នឹងខ្ញុំអត់ដឹងថាភ័ក្រគាត់ខ្មោចនឹងមកលងគាត់ឬក៏ហ្នឹងហើយខ្ញុំអត់ដឹងដែរអត់ដឹងថាខ្មោចនឹងមកតាមរោគគាត់ឬក៏គាត់ត្រូវចាញ់ច្រាបខ្មោចយប់ឡើងអូនឯងយល់ថាគាត់ក៏លក្ខណៈមួយចាងអាចនិយាយបានថាចេះខ្មោចនឹងឲ្យឃើញឬក៏ខ្មោចនឹងតាមគាត់ដេកនៅក្នុងផ្ទះគាត់ហ្នឹងហើយប្អូនរបស់គាត់ទេណាប្អូនរបស់គាត់ហ្នឹងដើរឡើងមកលើដល់ពេលដើរឡើងមកលើគាត់អត់ឃើញប្អូនគាត់ទេគាត់ទៅជាឃើញអ្នកនឹងឃើញអ្នកនឹងវិញឃើញអ្នកដែលស្លាប់នឹងវិញអញ្ចឹងកន្លែងហ្នឹងគាត់អត់បានឃើញថាប្អូនគាត់ទេហើយយល់អញ្ចឹងគាត់ចាប់ផ្ដើមខ្លួនឯងគាត់ឈឺគាត់ធ្លាក់ខ្លួនឈឺគាត់ថាឃើញតែខ្លែងស្រាក់គាត់ថាអំឡុងពេលដែលគាត់ឈឺហ្នឹងគាត់ឃើញតែខ្លែងស្រាក់មកយំនៅលើដំបូលផ្ទះគាត់ហើយគាត់ឃើញខ្លែងស្រាក់ហ្នឹងមកទុំនៅមាត់ប្អួយទៀតវាមកទុំនៅមាត់ប្អួយដោយអាការៈមួយគេថាដូចគាត់ហ្នឹងចិត្តស្លាប់ហ្នឹងហើយសូម្បីតែម៉ាក់គាត់យកទឹកមកឲ្យគាត់ថាមុខម៉ាក់គាត់មកចំហៀងនឹងអាលួយមកចំហៀងស្អាតអញ្ចឹងគាត់ថាអាការៈនោះដូចជាឲ្យឃើញគាត់ឃើញខ្មោចសពយ៉ាងអញ្ចឹងណារហូតតតែគាត់បានស្រោចទឹកនៅពេលដែលគាត់ស្រោចទឹកទៅគាត់បានធូរមកវិញហ្នឹងហើយខ្ញុំគិតថាគាត់ចាញ់ច្រាបដូចគ្នាអូនប្រហែលគាត់ចាញ់ច្រាបខ្មោចនឹងជាន់ហុងស៊ុយក៏មិនដឹងគាត់ក៏បានធូរមកវិញណាដល់ពេលដែលគាត់បានធូរមកវិញគាត់នឹងក៏លក្ខណៈដូចថាគាត់លេហ៊ានទទួលទៅកដោសពគេទៀតហើយគាត់លេហ៊ានទទួលណាហ្នឹងហើយគាត់លេហ៊ានទទួលទេចាប់តាំងពីថ្ងៃហ្នឹងមកគាត់អត់ដែរទទួលសពណាស្រាប់តែមានលើកក្រោយនេះគេមកពឹងឲ្យគាត់ទៅកដោសពដែរមានគេតែមកគាត់ណាថាបងពឹងអនឯងមកជួយកដោសពបន្តិចហ្នឹងហើយគាត់ទៅកដោសពនឹងវិញគាត់ទៅកដោសពគេទៀតគាត់អត់ចោលណាមួយគាត់និយាយថាគេឲ្យរៀងខ្លាយដែរគាត់ក៏ទៅលើកនឹងវិច័យដំពេកអូនវិច័យដំធូរទៅដល់សពមួយនោះប្រុសហើយក្លាប់ឡានដូចគ្នាសពនឹងតែគាត់តែខុសខែតគ្នាលើកនឹងគាត់មកកដោសពរបស់គេគាត់មកកដោសពរបស់អ្នកស្លាប់នឹងនៅកំពង់ឆ្នាំងហើយខ្មោចនឹងមនុស្សប្រុសដូចគ្នាគ្រាន់តែខុសអាយុហ្នឹងហើយមួយ40ជាងមួយ20ជាងមនុស្សប្រុសដូចគ្នាស្លាប់នៅកន្លប់ឡានដូចគ្នាដល់ពេលដែលគាត់ទៅដល់កត្រោប៉ុនមួយហ្នឹងគាត់ក៏ចាប់ផ្ដើមសមាសម័យអារម្មណ៍ខ្លួនឯងដែលគាត់បានទៅកដោសពមួយហ្នឹងគាត់សមាសម័យអារម្មណ៍មួយហ្នឹងថាគាត់បានជួបអីអញ្ចឹងអំឡុងពេលហ្នឹងគឺគាត់លេងហ៊ានរបៀបដូចថាលេងហ៊ានងាកទៅណាអីដើរទៅណាគាត់នៅតែមកកន្លែងមកគាត់ចាំតែកដោសពនៅនឹងរហូតមកហ្នឹងហើយអានឹងរឿងរបស់គាត់មួយរឿងមួយទៀតឬរបស់គាត់ដូចគ្នាកដោសពឲ្យគេនៅស្វាយប៉ាដឹងស្អីទេលោកជំទាវពេត្រូនោះអត់យល់ទេចិញ្ចឹមរត់ទៅប្រើអ្នកខ្ទុយចរិយាដូចម៉ែអីចិញ្ចឹមខ្លះមកមីពេត្រូអើយអត់តែនឹកម៉ែទេរកការងារម៉ែធ្វើខ្លះមកអត់ទេចិញ្ចឹមតែប្រើចុះថ្ងៃនេះលោតមិន 2K75 មើលសុំឡាយ share ម្នាក់មួយមើល 2K75 2K75 សុំតែឡាយ share ម្នាក់មួយមើលលោតមែនថ្ងៃហ្នឹងអូថ្ងៃនេះលោតខ្លាំងស្អីអត់ឡាយទេចឹងភ័យឃើញបញ្យូច្រើនពេកភ័យស្អីអត់ឡាយទេចឹងវាចម្លែកឥឡូវចង់ស្ដាប់រឿងមួយទៀតអត់បើចង់ស្ដាប់រឿងមួយទៀតខ្ញុំសុំតែការ like share ម្នាក់មួយមក
2k 7.5ណាបើសិនជា 2k 7.5ឡើងរហូតដល់ 2k 7.6 7.7ខ្ញុំដាក់រឿងដែលខ្ញុំនិយាយខ្ញុំដាក់រឿងនឹងឲ្យស្ដាប់ចង់ដឹងរឿងអីអត់កាត់ក្បាលមកឈូសតម្រូវសោះចង់ស្ដាប់រឿងហ្នឹងអត់ខ្ញុំថាដំបូងរឿងហ្នឹងខ្ញុំទុកនិយាយផុសវីដេអូជា content នេះខ្ញុំធ្វើជា content នេះណាតែបើសិនជាយប់នឹងឡើងដល់ 2k 7.6ខ្ញុំដាក់រឿងកាត់ក្បាលខ្មោចតម្រូវមកឈូសមានមែនណាបាត់រឿងកាត់ក្បាលសពសាក់សពហ្នឹងកាត់ក្បាលយកក្បាលសពដាក់ចុងជើងហើយបូជាចង់ស្ដាប់រឿងហ្នឹងអត់ឥឡូវចង់ស្ដាប់អត់បើនិយាយថាចង់ស្ដាប់ share តែម្នាក់មួយមកខ្ញុំដាក់រឿងហ្នឹងឲ្យបើថារឿងហ្នឹងអ្នកនរនេះស្ដាប់ហើយអត់ខ្លាចមិនបាច់ស្ដាប់មិនចាំបាច់ស្ដាប់ឬកំណត់ហេតុខ្មោចម្ដងទៀតទេមិនចាំបាច់ចូលកំណត់ហេតុខ្មោចទៀតទេរឿងហ្នឹងខ្ញុំថាដាក់ទុកដាក់ផុស content ផុសជាវីដេអូមួយប្រុសចេះចាយលុយអត់មីពេត្រូមកពីចោលទៅកាក់សាក់ឥឡូវឡាយ share ម្នាក់មួយសិនណាតែបើអត់ឡើងទេខ្ញុំអត់និយាយណាឥឡូវខ្ញុំនិយាយរឿងរបស់ភ័ក្រតសិនរឿងគាត់ទៅកដោសពនៅស្វាយប៉ាខ្ញុំកដោរឿងមួយសិនចាំបើឡើងអានឹងចាំខ្ញុំនិយាយគាត់តែឡាយ share ទៅវាមិនអស់ប្រហែលទេបងប្អូនអើយអូខេតោះរឿងកាលដែលគាត់ទៅកដោសពឲ្យគេនៅស្វាយប៉ាតែកាលហ្នឹងគាត់ទៅកដោសពហ្នឹងលក្ខណៈដូចថាគាត់មិនបានជួបអីមិនមែនថាមិនជួបទេជួបតែគាត់មិនខ្លាចហ្នឹងឯងតែសួរថារឿងមួយហ្នឹងបើបងប្អូនតានេះស្ដាប់ទៅជឿឬក៏អត់តែសម្រាប់ខ្ញុំជឿខ្ញុំនិយាយតាមត្រង់គឺខ្ញុំជឿតែតានេះដឹងស្រាប់ហើយច្រឹករបស់ខ្ញុំមុនខ្ញុំជឿអីមួយខ្ញុំស្វែងយល់រឿងហ្នឹងចារឿងហ្នឹងណាគាត់ទៅកដោសពឲ្យគេម្នាក់នៅស្វាយប៉ាសពមួយហ្នឹងសពមួយហ្នឹងអត់តដាក់ក្តាមឈូសទេខ្ញុំនិយាយកាត់សពមួយហ្នឹងអត់តដាក់ក្តាមឈូសទេណាហ្នឹងហើយដល់ពេលអញ្ចឹងសពហ្នឹងគ្រាន់តែត្រឹមក្របទេណែក្របកណាត់សហើយគាត់ដេកកដោសពចិត្តហ្នឹងគាត់ដេកកដោសពដូចថាសពហ្នឹងអញ្ចឹងគាត់ដេកចំហៀងចិត្តសពហ្នឹងដែរហើយដឹងអ្វីដែលគាត់បានឃើញទៅពេលហ្នឹងខ្ញុំនិយាយកាត់តែខ្ញុំមិននិយាយយកពេញអ្វីដែលគាត់ឃើញពេលហ្នឹងសពនេះងាកមុខមើលគាត់ផ្អៀងមុខមើលគាត់ហើយនិយាយបានថាធម្មតាសពពេលដែលយើងដាក់ទៅគឺវាត្រង់ភ្លឹងនឹងវាត្រង់រួចមកគាត់ក៏ងាកខ្មោចសពនឹងងាកមុខមើលគាត់ថាសពនឹងបើកភ្នែកមើលគាត់ទៀតហើយមិនគាត់និយាយចឹងថាភាសាអីសពនេះគឺខ្មោចស្រីខ្មោចនេះគឺខ្មោចស្រីកមុំតែស្លាប់ភាសាកាត់ហឺតខ្មោចហ្នឹងស្លាប់ភាសាកាត់ហឺតនៅពេលដែលគាត់កំដរសពហ្នឹងគាត់ថាសពហ្នឹងងាកមើលគាត់បែរមុខផ្អៀងមើលគាត់មកនៅពេលដែលសពហ្នឹងផ្អៀងបែរមើលមុខគាត់ដឹងពីមុខភិនភាគរបស់សពហ្នឹងគាត់ក៏និយាយប្រាប់អ្នកដែលគាត់ទៅជាមួយនឹងថាសពហ្នឹងលងសពហ្នឹងដឹងតែលងដល់ពេលមិត្តភក្តិគាត់និយាយថាអត់ដឹងថាខ្មោចហ្នឹងលងមិនលងទេតែដឹងត្រឹមធម្មតានៅពេលដែលដើរកាត់សពហ្នឹងនៅពេលដែលដើរកាត់ចិត្តសពហ្នឹងនឹងឯងមានអារម្មណ៍មួយថាសពនឹងបើកភ្នែកព្រោះឯសពហ្នឹងអូនគេអត់គ្រប់បិទចិត្តមុខទេគេគ្រប់ធំកណាព្រោះឯគេចាំលើកសពហ្នឹងដាក់ចុងឈូសគេបិទយំយល់ទេអញ្ចឹងសពហ្នឹងនៅពេលដែលមិត្តភក្តិគាត់និយាយគាត់ថាសពហ្នឹងពេលដើរកាត់មានអារម្មណ៍ថាសពមួយហ្នឹងបើកភ្នែកតែសម្រាប់គាត់សពហ្នឹងងាកមើលអូខេរឿងហ្នឹងវាអត់អូសិននិយាយច្រើនអ្នកទាំងអស់គ្នាគិតខ្លួនឯងជឿលើអ្នកទាំងអស់គ្នាគ្មានសិទ្ធិបខំអូខេមួយបាន 2k ចុច1យើងសប្បាយចិត្ត 2k ចុច6ក៏ញឹមសោះមែនអូខេខ្ញុំនិយាយម៉ាត់ណាម៉ាត់ហ្នឹងហើយ 2k ចុច6ដាក់រឿងកាត់ក្បាលមកឈូសតម្រូវកាត់ក្បាលសពតម្រូវមកឈូសតែរឿងនឹងយូរណាអូខេអរគុណច្រើនសម្រាប់ការ share អរគុណសម្រាប់ការ like និងអរគុណសម្រាប់ការ share អរគុណបងប្អូនទាំងអស់គ្នាដែលចូលស្ដាប់ក្នុងរាត្រីយប់នេះរឿងហ្នឹងគ្រប់គ្នាខ្ញុំអបខំឲ្យគ្រប់គ្នាជឿទេតែរឿងនេះវាពិតជាកើតឡើងនៅលើក្រុមគ្រួសាររបស់ខ្ញុំពិតមែនតែមិនមែនគ្រួសារខ្ញុំអ្នកស្លាប់ទេណារឿងហ្នឹងរឿងរបស់
nhiệt cái ca bằng nhom pui nhom này cái chụp nhom prap cái này tí tăng phải tao hết sẽ đạp cái này ở đường đây cắt cái bao màu tập rồi một chụp hai cái bàn cắt để sao ta sọp môi nứng á vì buộc thông nghe đại sập nâng cho mua tha này nghe đại sập nâng cho mua tha minh sấy cái hai con ta minh sấy quạt nứng hai đứa nó cà la nơi tận nào ở đứa nó cà la nơi trôi cho bà ở lông cho nó mà pon chiếm mà pon tụm bồn rồi chiếm cho nó mà pon tụm bồn rồi ai sắp tụm bẩn ở đứa nó nhom cả hai tụm tết chót ở đứa như cặp tất nhom thlop cả hai rương nó chun nhặt óc này mà to này tay nhom ăn dậy về bây giờ ấy ví chỉ rương mùi để vẽ phone chỉ mùi nó cắt cái ba sọc vô đặt trong trướng hay để mình tới cắt cái ba sọc mùi nó đặt trong trướng chỗ sai rương bao nhiêu có mọi việc này mình sấy nó quạt chmop và cắt cổ cái hà bỏ quạt cao pin môn cái hai tháng mà đông dương là lấy nó cái hai mà đông quạt vào chung xa cô cái can muốn nó kẹt hai quạt vào chung xa cô để cái hai dãy đây can nứng nhôm viêm toàn đây sang pon mồi bay chiêng mà pon bùn rồi bay chiếc hai bảy can nứng mình sấy nó quạt tùng ngốn á cái quạt tùng ngốn nứng từ tùng ngốn ốc nguyên vào đây để ban đây khác vào đây có rút chào vào đây có rút bạc đây vào đây có rút tan sấy chẳng quạt côn tập bộ tiệt ổn côn tập bộ tiệt quạt slap nâng cái côn ở chân côn tập bộ hái slap nâng cái côn ở chân bay tập luôn là smooth cái côn ở chân rồi hốt tôi tại quạt slap quạt chư bua cái côn tăng vì máu pi thế này rồi hốt tôi đom máu bụng mũi là nghĩa quạt cái ở chân gì hay quạt slap á quạt slap nửa p để quạt slap nửa p để quạt slap môn đừng quạt slap á sầm lên bỏ quạt sai tỏ hồ chư á con ta sầm lên mình đưa môn đừng đặt cho sầm lên lư vào bên này sai là to kìa môn đừng quạt slap p để quạt slap play quạt bật ập chật đi play bỏ quạt bật ập chật mà rồi tới sập bỏ quạt cao nâng admin này là hiên tục ấy admin vì này hiên tục ấy nhưng mà đang thật thay phần kia mình tục đây tại con đang đang rừng nữa tại kia hiên tục ấy từ khi ta bố trí tầng dục tay nơ ẩm lồng pe bố trí sắp nâng bố trí áp chạy hiểu đấy sắp nâng cứ bố trí áp chạy thì chẳng được biết để sắp nâng bố trí áp chạy sắp cả cua thơ mình ký chặt trôi tới chi phí cả là phường bình nhiên bài nó trôi chi phí cả là phường chẳng biên kiện đăng thà bình nhiên nâng lô ngoài hãy tập bố trí tích tiết vinh hằng mà chẳng ta kỳ tới thơ mà tốt á nhôm vậy thà cắt cái ba sọc đặt trong trường á nhôm vậy anh ta đi rồi thôi đi kia mình cắt cái ba sọc đi cái cắt ba sọc đi tại cái úp cái vừa lát cái úp cái hồi nãy đăng kỳ vô ba sọc nâng mà chứ cắt sọc nâng á tai sọc nó phải cắt một rồi tới kinh nghiệm cái ba sọc để thay sọc nâng bài cho nói kinh nghiệm một trên chứ đôi sọc nâng để bài dùm hiên chạy chẳng sọc nâng bố chia ập chay cloud play được băng là gì play được băng là bất ập chật đi rồi máu ông này vô tha cái ốp cái cắt cái ba tầm rơi một chút bịa thà cắt cái ba tầm rơi một chút á cái trong sập lại thà chè để cặp một ốp cái đồ cái ốp cái cắt đồ cái ốp cái là cái ba sọc nó cái cắt cái dột đồ mà đặt trong trường sọc hay đập nến mình mệt đập thò mà đá thế nè làm cái toán á mình mệt đập từ tầng chu lên thế tất bật thập cặp sọc chân mé nó cặp sọc nè lứa cái hai xây bị đá cái mình toàn bố trí ấy
គេដាក់អាស័យដាក់អូតម្រៀបកាប់សពនឹងទៅលើនឹងរួចយកក្តាមឈូសគ្របពីលើមកថាហើយក្តាមមកឈូសនឹងទៀតណាដំដេកគោល7ដេកគោលមុននឹងបូជាសពនឹងព្រោះកាលនឹងខ្ញុំចាំបើមិនលោកអាចារ្យភេទទេក៏លោកអាចារ្យធប់ដែរអ្នកបូជាសពនឹងអាចារ្យភ្លុកព្រោះខ្ញុំចាំកាលនឹងហើយកន្លែងបូជានឹងអូនឯងដឹងមែនចងាយពីកន្លែងបូជានឹងមកផ្ទះខ្ញុំព្រោះកាលនឹងផ្ទះខ្ញុំនៅមាត់ទន្លេជ្រោយច្បារភូមិទីសកាត់ជ្រោយច្បារខណ្ឌជ្រោយច្បារបូជាសពនឹងប្រហែលជា1គីឡូដីពីនោះមកដល់ផ្ទះខ្ញុំដល់ផ្ទះខ្ញុំមុនគេមកផ្ទះខ្ញុំចុងភូមិគេមកអញ្ចឹង1គីឡូដីហើយបូជានឹងមិនមែនបូជានៅវត្តទេបូជានៅផ្លូវកែងទន្លេបូជាលើច្រាំងមាត់ទន្លេបូជាមាត់ទន្លេមកដាក់សពនៅកាប់មុខងាកក្បាលសពកាត់ដងយកមកដាក់ចុងជើងរួចហើយគ្របក្តាមឈូសពីលើដំលេខគោលហើយបូជាសពនឹងយកមកពេលដែលបូជាសពនឹងមកវាឆោះទូឡើងហុយសើមអញ្ចឹងហើយអាពេលបូជាសពមិនដឹងស្រាប់ហើយស្អុយតិចអីអាខ្លោចស្បែកមនុស្សស្បែកអីស្អុយតិចអីឆ្អាបឡើងពេញហ្នឹងណាបងប្រាប់ដៃមួយម៉ាត់ណាបូជាសពនៅប្រភេទនឹងហើយឆេះអស់លេងនៅសល់តែមួយអត់ឆេះនៅសល់តែមួយអត់ឆេះអូនដឹងអីគេនៅសល់អត់នៅតែកន្លែងមួយអត់ឆេះគឺសាច់កភ្លៅអត់ឆេះនៅសាច់កភ្លៅមកកភ្លៅខាងស្ដាំហ្នឹងសាច់កភ្លៅនៅទៅអត់ដូចជាលោករឿងមករោអាលួយតិចសាច់នឹងសោះទៅអត់ដល់ថ្នាក់យកសាច់នឹងទៅកាប់មកយកសាច់នឹងទៅកាប់អត់បូជាលងវិញណាបងប្រាប់បងឯងមកលងមិនលងដូចយើងឥឡូវហេអត់ទេណាលងពីកាលនឹងណៃដឹងមិនអត់គិតមើលពីម្ដុំទលេក្រៅពាត់មកម៉ាស៊ីនទឹករតកទឹកជ្រោយច្បារពាត់មកដល់ខាងអីគេសាលារៀនមកតំយើងរាល់ថ្ងៃនេះតែកាលនឹងមិនទាន់មានសាលាណតំទេកាលនឹងហើយកាលនឹងមកខ្ញុំផ្ទះគាត់នៅមាត់ទលេកាលនឹងណាកណ្ដោតខ្ញុំឆ្នាំ1989និយាយនឹងស្លាប់បានមួយឆ្នាំខ្ញុំកើតនិយាយនឹងស្លាប់1988ខ្ញុំ1989ខ្ញុំកើតម៉ាក់ខ្ញុំនឹងគាត់និយាយថាមកចិត្តកូនអើយទងន់ហែងណាទងន់ហែងនិយាយនឹងមកគូទ្វារបកកើតកូនឲ្យខ្មោចនិយាយសនឹងមកបកកើតកូនឲ្យគាត់ថាលងណាបងប្រាប់ថាលងណារាប់ផ្ទះអំចនផ្ទះយីភាពផ្ទះយីហឹមផ្ទះយីអឿនមកខ្សែថានឹងរើអស់លីងអូនរើអស់លីងមកចនីផ្ទះដែលជាប់ទលេនឹងរើអស់លីងអត់មានពីណាហ៊ាននៅម៉ោង3ល្ងាចអត់តាន់ទេម៉ោង3ល្ងាចអត់តាន់ឆ្កែលូទាំងម៉ោង3ល្ងាចឆ្កែលូយកហ្មងហើយកន្លែងស្នាមផេះដែលបូជាសពគាត់ហ្នឹងណាអាកន្លែងបូជាវានៅផេះទេផេះបូជាសពហ្នឹងនៅហ្នឹងវានៅហុយទៅហុយមកខ្សោតបក់ពីជើងមកវាហុយបក់ទៅពីកើតក៏វាហុយអញ្ចឹងណាម៉ោង3ទាំងល្ងាចអត់តាន់ទេអូនឆ្កែលូអើភូមិហ្នឹងម៉ោង6អត់តាន់បិទទ្វារទៅអស់លេងស្រាត់ជ្រាបនឹងប្រាប់បិទទ្វារទៅខ្មោចនឹងវាលងពេកវាលងណាលោកដូចជំនាន់នាងនាគអញ្ចឹងអូនលោកដូចជំនាន់នាងនាគអញ្ចឹងដើរសត្វទៅលើដបូលផ្ទះគេដើរសត្វទៅលើដបូលផ្ទះគេអូនមិនធម្មតាខ្មោចហ្នឹងអូនឯងយល់ថាលងអំអឿនណាគាត់ចុះទៅកំពង់កាលជំនាន់នេះគេហៅថាកំពង់ឯមាត់ទលេចុះទៅកំពង់គាត់ចុះទៅកំពង់ណាគាត់ថាកំពង់ដកដងទឹកដាក់ប៉ោតណាអូនសេកពីលើមកហ្មងកន្លែងវាបូជាចុះវាលកាលហ្នឹងវាវាលអូនវាលមិនមែនមានផ្ទះមានវិឡាអីដូចឥឡូវខុនដូដូចឥឡូវណាវាលត្រែងដុបឡើងស្ញិតទេគាត់នៅក្រោមទលេនៅកំពង់ទលេគាត់លឺឈ្មោះហៅអឿនគាត់មើលឡើងទៅលើគាត់ថាថ្ងៃភ្លឺរ៉ែច្បាស់នឹងភ្នែកមកប្រាប់បងឯងមកច្បាស់នឹងភ្នែកមកទៅឈោពោកូនមកអញព្រឺស្គាល់ឈោពោកូនហៅគេមកប្រាប់បងឯងមកលងមកដើរតាមក្រុមផ្ទះគេមកសួរមានបាយស៊ីអត់ចុះផ្ទះកាលជំនាន់ហ្នឹងវាមិនមែនទៅដូចផ្ទះយើងផ្ទះវិឡាផ្ទះអីណាផ្ទះពីដើមផ្ទះអានីបស័យវៃអានីបស័យដើរមកដល់ក្រោមផ្ទះគេសួរជួនបាយស៊ីអត់គេអើតមើលអីសិតតែឃើញហើយបងប្រាប់សិតតែឃើញហើយបើមិនចឹងទេអូនឯងយល់ថាសម្បីតែថ្ងៃត្រង់ក៏លងដែរថ្ងៃត្រង់ក៏លងដែរអូនថ្ងៃត្រង់សិតតែដើរផ្ទះដាច់ខ្មោចនឹងដើរផ្ទះដាច់ដូចហៅគេចឹងណាឬសម្រាប់ដាច់ផ្ទះឬសម្លេងផ្ទះដៃទៅថ្ងៃត្រង់តិចកលេចមើលចាស់ហើយកលេចមើលបើថាឃើញអូនអត់ទេអូនមិនសិតពាក់កណ្ដាលខ្លួនលងសិតតែពាក់កណ្ដាលខ្លួនលងដាច់មកកណ្ដាប់ហើយថ្ងៃត្រង់កន្លងយំអូនថ្ងៃត្រង់កន្លងយំឃើញហោះតាមមកកណ្ដាប់ខ្លួនណាចេញពីកន្លែងវាបូជាណា
tranh pi lại vì luôn tranh pi lại bố trí nó mau mà cả nó thôi hostui mau mong chật tẹt này họ đang thay cả nó cao con luôn nó còn chơi chật tẹt anh mà chứ nó sẽ lắp tới con tẹt này thôi luôn khả năng nó dây nó ngày cất đất té ha rồi pi té ông đi màu rồi pi thầm chồng đi màu thầm đi thầm tròn thầm phayแต่mình phạt mà ở lên mặt sai mà đó té nhóm mà tư trâm té nhóm ở rừng nữa mà đó thầm té nhóm nó lên rồi mặt nhóm lên có ở rừng mà nhóm có ở khăn có ở rừng thì hai ông này từ sầm lại sẽ nộp chặt bong từ sầm nộp chặt khai phư hai luôn mệt luôn tịch chăn năm ấy là mình mệt luôn mà khai pi khai bắt đấy na ôn cắn chăn năm luôn nữa luôn cắn chăn năm luôn ở bên squat khai mình squat chụp tiếp từ sầm nộp chặt bong ngày la mặt nhóm có từ cho riêu krum mặt nhóm á nên có cho từ riêu krum ông lông ra nữa sắp đôi chị bạn bay khai cái kiểu tiền olive mặt nhóm có cho từ riêu á có cho từ riêu krum á mặt nhóm cao chân nó mặt nhóm có cro có ọt mặt nhóm có cho từ riêu krum ở bên cho riêu krum á phiếu ao riêu chẳng bàn krum chẳng tới lược vô mà đã lược cô đã cho cái bài nhục tới tiết tôi có đã lược cái bài nhục tiết đây lược đã lược cái bài bấy buồn đỏ ngược mầm xa trên cùi trào hồng một trong cùi trào hồng mặt tôi á nhưng xong vậy cái này nhìn tết nhé bờ sân chị bong ô thọ nè chị sẽ bong sấy cùng cái can ấy nè bằng nhom vậy cái này nhéประมาณชั้นấy cất mới tăngชั้นmột pon bộ rồi bay sắp bùng bấy à lấyประมาณnày cất hộp tới hôm nay đừng mà theo thời xong tôi mấy nè xong tôi bong sấy mấy nè vì trào hồng á vì cùi trào hồng mà tôi màu vì luôn mặt nhom cái đá thay trăng cả lòng nhung á vì cùi trào hồng mặt nhung ngục mông vì tờ lẽ sợ làm sai vậy rồi vì tờ lẽ sợ làm sai vậy liệt đà tờ lẽ mầm đà là play liên trên màu vì cùi trào hồng nó dồn đi vì á sum tô cái na bong sấy men sum tô men lại nâng tại vì luôn khệt men vì luôn cọp vì cùi trào hồng vì phần cao cồn mới vì luôn sẽ có phần cao cồn vì cùi trào hồng cho mặt nhung khui chụp ba vì cùi cái đập lại bị phồng ôn bật mau phấp trong vì gặp ông trào hồng phần trên cầu mau á vì phần cao cồn vì luôn ở dưới khơi ta vì cao cồn ở trên vì luôn ấy đấng thà vì ngọt vì sao vì cao cồn ở trên phép mặt nhung chơi mặt nhung mình nước bắt mình đưa ở lại mau mặt nhung đi tập phô không mà tốt mặt nhung sập ra ta đưa phô không mau chứ tay đưa không mau ông sấy muối mặt nhung trong khai mặt nhung trong cồn luôn cả hai cái nó ồn ọt miên score thà ô năng thay đi chụp ọt miên tê tè chơi script board của luôn đây nè luôn sang lo lắng mà đó tè chơi script board này ra luôn mà đó chơi script board này thôi ra chơi script board bị táo luôn được này ông mặt nó có chơi script board chám tè có chờ hay tuột miên chả đào cam chả đào có tầng một vậy mặt nhung kéo cái chả đào nó tầng một vậy luôn á có cho mà thoại của màu buồn tiệt lư có cho mà thoại cũng không ông sấy luôn có cái thử bảo đó có thà cả bài bảo nó so scoop nó thông có những trường hợp cả bài nó màu vì na cái vô cả bài nó vô mà đạp nắng có khơi nhất có phồng đào từ dầu ở bên phồng đào từ dầu như bây giờ nó đào phim mơ prop vi pong pe cô nè vi pong pe cô nó mơ pi cầu ấy đôi tàu dân ta đào chất vi pong po cô vì nó phép thôi nó ẩn nhân thế nào ẩn nhân thế nhưng phép hay đang khôngเอาsạp để ra ai à score pre khá cho bạn luôn score pre cho bạn khá score cho bạn ở đây đang khôngเอาsạp để ra ai vậy để raขอบกับเรื่องบอลขอบđể raขอบกับเรื่องบันบอลขอบnhôm vậy thôi một thôi khôi tới đây hôm nay vô thành luôn khang pi cái hào con ông xạ thèm ông nướng kè bọc quán nó nướng pasteur này nướng cán muốn quán nướng pasteur ông xạ thèm nướng không ta mặc nhôm thèm phải có ta ông nướng pasteur này nướng pasteur ông nướng xạ cái hào con ta xạ thèm mấy ta nướng phật xè luôn nướng mà đông xa đam sỏi liêu hoàng ấy kè quán này nướng ông nướng ấy bấy khói luôn này ông nướng chất xương nó ổn chất xương nó kẹo có phượng cạp cọp máu tôi đo lại bị bố trí lại sọc bị bố trí cạp bắn biang bắn làผมเปิดกวบเลยhay luôn cái hay có số tờ lấy nè có số tờ lấy nó có lúc còn bắn vô một bắn chút nữa đây lại bị bố trí thay viên nữa hay bố trí viên nữa Nam thay lại bị bố trí nữa sau đó với cạp bắn bắn to tập trai của lượng hồn
đo thân nặng ôn đo thân nặng vô ắt vô nôm vô ấy tự chẹt lại nó có sạp đây sạp thế ơi ê mũi tiệt nhom lòng mệt liền luôn về mệt liền nhẹ luôn về mệt liền tăng thì máu thèm là nghiệt liền cái tháp liền bà câu tháp liền nắng mệt mau mà chu họ đừng mạng nhung còn dễ thăm mà chắc ai bên đó nhung mặt chưa mạng nhung dễ nó toàn nhung su ôm nữa mạng nhung thài chưa su ôm nắng bộ ôm nhung còn mời lù ôm nhung còn đã chu có tham mấy phèn rẽ có tờ xoài ôm nắng á phèn rẽ chọi bỏ như tới có tờ xoài xoài tum thề đó pe có tờ xoài tum thề ổn miền xây ông ơi miền xây chiêng khói nô tan thì có tham xoài nữa kìa rơ mùi vô mà tốt á thề mắc biệt đấy rơ tiền rơ hồn có tham xoài nữa thề mà hồn biết có đọc thằng có chó là thấy xoài có thề mấy người mơ lơ mi ôn họ kìa vì sầm giống có ba chục cầu má vì sầm giống có ba vì chục cầu ôn cái tuổi mà cao thời của anh phải chạy tăng pi cái lại tăng pe về lý xuôiคือnó bật sập luôn không được bị giúp hãy đai riêng họ tí là về trong tàu này vô ta còn có lấy nó có cho ta xoay nó thề mẹ con người mưa lan từ lên mi ôn vì sử dụng có ba chục cầu trường việt đào để lừa thiêng xoay các bạn đi chục cầu đây vì chuông bết tật lệ đây vì lục bết tật lệ rồi quạt còn tập khôi như pháp rốt bắt hà dụng rốt đã về rốt tam thì có thảo rốt tam mà đó là rốt tam mà đó phơi trâu tiền rốt mà tam á có tháp về để có rốt đã về rốt tam có tháp khôi chụp bát nè vì mình rốt lừa để mình đều dương ấy nè ồn vì mình rốt lừa này ồn vì họ họ bên tay gần họ đi câu chơi rồi họ tam mà bên tam mà rồi hô to nó trâu đó phơi tiền trâu đó phơi bạn vì chồng mọi nông luôn cả hai nữa ông thấy thằng này cất mơ luôn là thằng kia rơ tia miền thon mà đa tích ấy miền tích ấy cái đó rơ tia hả lập bê chân này vô tham vì chết ta lập bay xong bay là thay trong cái nhà là hiện tại cắt tê ổn hoặc miền bên này hiện tại cắt lại bộ chia sọc đi nữa thì hoặc miền này cái khla cái lập bê chân này vô tha chết ta du tới nó chết ta năm tới nè đó bê mạng nhóm còn dễ đương cả đợt nhóm mạng nhóm po nhóm po mũi khai mạng nhóm phẹt ha viên che đại ổn máu những bao nhiêu tới vì cho sai là lại khang ta nhiều máu những áแต่ก่อนta mình xin lịch mình sấy những cho sai là lại chắc mình nhung vậy ta vì cho sai bầu nhung tay mình nè tên nhung là sập vì cho sai bầu ông sấy nữa có thời cho đồn môi pa nhungแต่ก่อนta đặt sai và rọp khnia phụ ấy càng nâng chạy tiết ôn vì chạy ra ông sấy nâng càng toàn càng nhôm nâng cả nát bong sấy thì bây bỏ nhôm ông sấy nó còn miên nó ở đây còn miênแต่ก็อดโกนโยลัดก็อดโกนกดเมียนเอาไปได้เนื้อจุ่มอดเมียนโกนไปได้ผัดแต่โยปนใส่โยตัวสะบัดแต่อ้อกดนั่นก็แถลกล้วนก็รอให้การเลยกดเนื้อเมียนนั้นมันเสือมือมองไปหุ่นใดชาอันดาhayจังนะก็บัดจะชอบจะโดนมวยแมนก็เธออมไปจังแต่ก่อนทำมันสนัดมวยคณีอันนี้ยมใหญ่ตามตรองนะต่อนี่ยมใหญ่ตามตรองมอง